บ้านมีสุภุมายบงปอนថ្ងៃនេះផ្ទះចល័តស្រុកសីសន្ធៅសូមមកបង្ហាញនៅប្រភេទផ្ទះមួយប្រភេទដែលមានទំហំ6ម៉ែត្រគុណនឹង8ម៉ែត្រមានពីដានក្រោមឃ្លុំតសោក្រោមពីបន្ទប់គេងឥឡូវនេះក្រុមការងារខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំបានរៀបចំចិត្តរួចរាល់ហើយប្រភេទផ្ទះដែលមានទំហំ6ម៉ែត្រគុណនឹង8ម៉ែត្រមានពីដានក្រោមនេះបងប្អូនគឺពេលយប់យើងបើកភ្លើងមកគឺភ្លើងចែងចាយអញ្ចឹងបងប្អូនហើយឥឡូវម្ចាស់ផ្ទះគាត់បានរៀបចំបន្ទប់ខាងក្រោមមួយបងប្អូនចង់រៀបបន្ទប់ខាងក្រោម1 2អាហ្នឹងស៊ីសងលើបងប្អូនដែរព្រោះអីប្រភេទថ្មហ្នឹងគឺបងប្អូនជាអ្នករៀបចំដោយខ្លួនឯងថាខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំធ្វើគ្រឹះជូនណាហើយប្រភេទផ្ទះខ្ពស់គឺខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំមានជើងតាំងមានអីមកកាផ្លេរួចដល់ហើយតែបងប្អូនត្រូវមានថ្ម2គីបសាច់2គីបសំង 8B សម្រាប់ខ្ញុំជីនដើរធ្វើគ្រឹះជូនបងប្អូនហើយបងប្អូនរៀបបន្ទប់ក្រោមបែបនេះគឺវាមានភាពងាយស្រួលគ្រាន់តែកវ៉ាន់តិចទួចមកហើយយើងរៀបអត់មកគឺរួចរាល់ហើយបងប្អូនគឺរួចរាល់ហើយចំពោះផ្ទះឈើបងប្អូនកុំមានការព្រួយបារម្ភចំពោះគុណភាពឈើអីព្រោះអីខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំគឺប្រើប្រភេទឈើលេខ1ទាំងអស់បងប្អូនគឺប្រើគ្រឿងរនុករនងផ្ទងផ្លាំបកងណែណែងប្រើសាឡៅក្តារក្រានជាងពីដើមប្រើសក្រំអត់ទៅណានទេបងប្អូនហើយយើងមានធានាឲ្យត្រឹមត្រូវហើយបងប្អូនចង់ឲ្យខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំបាញ់ថ្នាំរួចរាល់ហើយសុំដឹកទៅក៏បានបងប្អូនចង់យកទៅបាញ់ថ្នាំនៅទីតាំងក៏បានដែរព្រោះមួយរយៈនេះអ្នកស្រុកអ្នកភូមិទូទាំងប្រទេសគាត់តែងតែចង់ដឹងពីគុណភាពនៃប្រភេទផ្ទះចល័តរបស់ខាងផ្ទះចល័តស្រុកសីសន្ធៅអញ្ចឹងឲ្យតែពេលយើងដឹកទៅដល់ទីណាគឺមានបងប្អូនចូលរួមមកមើលពីប្រភេទឈើដែលខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំធ្វើជូនអតិថិជនគឺមានការសរសើរគ្រប់រូបគ្នាបងប្អូនចំពោះគុណភាពឈើដែលខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំធ្វើហើយចំពោះទឹកដៃក៏រៀងគ្រាន់បានដែរបងប្អូនក៏រៀងគ្រាន់បានដែរយើងអាចស្នាក់នៅយើងអាចរស់នៅបានវាងប្លែកពីផ្ទះអ្នកស្រុកអ្នកភូមិធម្មតាបងប្អូនព្រោះអីក្រានចាញ់យើងលោកញីឈ្មោះអត់មានចំហអត់មានប្រហោងអីទេហើយយើងមានពីដានឈើហើយយើងមានប្រព័ន្ធភ្លើងទៀតអញ្ចឹងវាប្លែកពីផ្ទះអ្នកស្រុកអ្នកភូមិហើយចំពោះក្នុងបន្ទប់គឺបែបហ្នឹងបងប្អូនគឺបែបហ្នឹងហើយបន្ទប់នេះគឺយើងមានប្អួចមានទ្វារបងប្អូនស្រឡាញ់វាណាគឺខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំធ្វើជូនចង់បានប្អួចតូចប្អួចធំប្អួចនៅកលុកកលៀតណាកន្លែងណាក៏យើងខ្ញុំដាក់ឲ្យជូនបងប្អូនដែរហើយបងប្អូនមើលទៅឃើញស្អាតដែរបងប្អូនបើស្អាតបងប្អូនសូមជួយ like chia share ជួយឲ្យបេះដូងផងជួយ like chia share ជួយឲ្យបេះដូងផងហើយប្រភេទផ្ទះដែលមានទំហំ6ម៉ែត្រគុណនឹង8ម៉ែត្រនេះគឺបងប្រុសគាត់យកវេរ៉ាំងដា2ម៉ែត្រសាច់ផ្ទះទំហំ4ម៉ែត្រគុណនឹង8ម៉ែត្រអញ្ចឹងសាច់បន្ទប់យើងខណ្ឌជា2មកយើងបានទំហំ4ម៉ែត្រគុណនឹង4ម៉ែត្រអត់បន្ទប់ទឹកទេបងប្អូនគឺធំទលាយបងប្អូនគឺធំទលាយគាត់ថាប្រភេទដែលយើងបើកល្វែងផ្ទះ4ម៉ែត្រហ្នឹងវាតម្លៃវាខុសគ្នាជាមួយនឹងប្រភេទដែលយើងបើកល្វែង3ម៉ែត្រហ្នឹងខុសគ្នា5 600ទេបងប្អូនអញ្ចឹងផ្ទះនេះចិត្តរួចរាល់ហើយបងប្អូនគឺបាញ់ថ្នាំរួចរាល់ហើយនៅតែដាក់ប្រកាន់ដៃនឹងទៀតគឺរួចរាល់